ទឹកកំពង់នៃបណ្ដាប្រទេសអាស៊ានជាថ្ងៃទី14ដល់5ខែធ្នូឆ្នាំ1982ហើយគេបានមកកន្លងបាក់ទឹកខាងលើហ្នឹងហើយខ្ញុំដូចមើលអបិកម្មទៅចោះពីយើងហើយជួយទឹកនេះទៅស្អីហ្នឹងទៅមើលនឹងទៅទៅដល់កន្លងអត់ផងខ្ញុំក៏ចាំបានយកហ្នឹងទៅមកទៅមើលផងដែរជួបតែអ្នកគ្នានាងគឺសៀមថៃដំណើរក្នុងទី4ខ្ញុំយល់ថាអ្នកគ្នាកំពុងតែជួបផលវិបាកដូចជាមិនបិទជើងទាំងអស់គ្នាអញ្ចឹងហើយខ្ញុំបញ្យល់ដូចគ្នាថាពួកយើងគឺជាសិស្សដែលត្រៀមប្រឡងបាក់ឌុបដូចគ្នាហើយមុខវិជ្ជាប្រវត្តិគឺជាមុខវិជ្ជាទន្ទិញទៀតផងអញ្ចឹងគឺមានការពិបាកនៅក្នុងការចងចាំនៅក្នុងរយៈពេលវែងមែនតើដើម្បីរងចាំចងចាំនៅក្នុងរយៈពេលវែងបានលុះត្រាតែយើងយល់ច្បាស់នៅក្នុងខ្លឹមសារមេរៀននីមួយៗហ្នឹងចុះបើសិនជាអ្នកគ្នាជាបេក្ខជនត្រៀមប្រឡងបាក់ឌុបកុំភ្លេចតាមដានវីដេអូមួយនេះឲ្យដល់ចប់ផងសេចក្តីចាប់ផ្ដើមនាងខ្ញុំសូមគោរពដល់លោកគ្រូអ្នកគ្រូនិងមិត្តៗទាំងអស់គ្នាជាទីរាប់អានវាសូមសួរតំណាងឲ្យខ្ញុំទៅទួនសូមលើកឡើងនៅប្រជាបទមួយដែលនិយាយអំពីសម័យកាលក្នុងប្រទេសកម្ពុជាមកជាតបដែលសម័យកាលនោះដែរគឺនិយាយពាក់ព័ន្ធជាមួយនឹងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជានាងខ្ញុំសូមណែនាំក្នុងសមាជិកក្រុមជំនុំតនាងខ្ញុំសុខទីតាំងក្រដាត់មិត្តរបស់នាងខ្ញុំសៀមចៃហងទៀមថៃយីគុណសំហឿនវឿនចាំរៀបនិងរងរបានរតនាជំរាបសួរនាងខ្ញុំឈ្មោះវឿនតាន់លៀបឡើងបកស្រាយចំណុចទី1ដែលនិយាយអំពីកំណត់កំណើតសាធារណរដ្ឋប្រជាមានិតកម្ពុជាសាធារណរដ្ឋប្រជាមានិតកម្ពុជាកើតឡើងថ្ងៃទី7មករាឆ្នាំ1979ក្រោយការវិវត្តរលំរបបប្រជាធិបតេយ្យឬសម័យខ្មែរក្រហមដែលក្នុងនោះមានការចូលរួមពីកងទ័ពវៀតណាមនិងរណសិរ្សសង្គ្រោះជាតិកម្ពុជារណសិរ្សនេះកើតឡើងពីការដឹកនាំរបស់លោកហ៊ុនម៉ាណែតប្រឆាំងនឹងប៉ុលពតនឹងមានការចូលរួមពីប្រជាជននៅក្នុងស្រុកចំការហ្លួងខេត្តសៀមរាបខេត្តបាត់ដំបងកំពង់ធំស្ទឹងឆ្នាំងមណ្ឌលគិរីដើម្បីទាមទារកម្រិតជីវភាពប្រជាជនឡើងរស់នៅជួបជុំគ្នាលើពីនេះទៀតមានការចូលរួមពីអ្នកស្នេហាជាតិឯកច្ឆន្ទដើម្បីបង្កើតរណសិរ្សសង្គ្រោះជាតិកម្ពុជានិងការបោះឆ្នោតជ្រើសរើសកម្មាធិការដែលក្នុងនោះមានសមាជិក4រូបមានលោកហេងសំរិនជាប្រធានលោកជាសិនជាអនុប្រធាននិងលោកគូសមាជាអគ្គលេខាធិការហើយឈ្មោះចំណុចបន្ទាប់នេះខ្ញុំសម្លឹងឲ្យមិត្តភក្តិរបស់ខ្ញុំជាអ្នកបកស្រាយបន្តជំរាបសួរបងយសួរស្ដីអ្នកអូខេនាងខ្ញុំជាសមាជិកនៅក្រុមទី4ថ្ងៃនេះនាងខ្ញុំនឹងលើកយកពីនយោបាយមកនិយាយនៅក្នុងចំណុចនេះផងដែរយើងដឹងហើយថារបបសាធារណរដ្ឋប្រជាមានិតកម្ពុជាហ្នឹងគឺកើតឡើងក្រោយពេលដែលកើតនៅរបបបល័យពូជសាសន៍ខ្មែរក្រហមហើយយើងក៏បានដឹងដូចគ្នាថាបន្ទាប់ពីការកើតឡើងនៅរបបបល័យពូជសាសន៍ខ្មែរក្រហមប្រទេសកម្ពុជាគឺសឹងតែធ្លាក់ដល់ចំណុចតូចដែលខ្វះទៅដោយបញ្ញាដែលមានប្រាជ្ញាយើងបានដឹងហើយថាបន្ទាប់ពីពេលនោះគឺនយោបាយនៅក្នុងស្រុកក៏ដូចជាសង្គមទាំងមូលហ្នឹងគឺមានភាពរញ៉េរញ៉ៃមែនតើអញ្ចឹងសម្រាប់បន្ទុកទាំងអស់ហ្នឹងគឺទម្លាក់ទាំងស្រុងទៅលើអ្នកដឹកនាំនៅក្នុងគណៈបកសាធារណរដ្ឋប្រជាមានិតកម្ពុជានឹងផងដែរដោយដែលយើងបានដឹងហើយថាប្រទេសវៀតណាមគឺជាចំណែកមួយនៅក្នុងការរួចផុតពីក្នុងរបបខ្មែរក្រហមអញ្ចឹងវៀតណាមក៏មានឥទ្ធិពលមួយចំណែកផងដែរទៅលើនយោបាយនៅក្នុងប្រទេសកម្ពុជាដោយពេលនោះប្រទេសវៀតណាមបានបញ្ជូនទ័ពមកនៅក្នុងប្រទេសកម្ពុជាដែលធ្វើឲ្យអន្តរជាតិដទៃទៀតហ្នឹងយល់គិតថាប្រទេសវៀតណាមហ្នឹងគឺជាប្រទេសដាក់អាណានិគមមកលើប្រទេសកម្ពុជាហើយដែលអំណាចមួយនោះវៀតណាមក៏មានសិទ្ធិនៅក្នុងការជ្រើសរើសរដ្ឋាភិបាលថ្មីមានសិទ្ធិនៅក្នុងការប្រឹក្សានៅក្នុងនយោបាយនៅក្នុងប្រទេសកម្ពុជាផងដែរដែលជាបញ្ហាធំបំផុតដែលគេយល់ឃើញថាប្រទេសកម្ពុជាហ្នឹងគឺគ្មានឯករាជ្យភាពខ្លួនឯងទេហើយពេលនោះដូចជាយើងបានដឹងហើយថានៅក្នុងអន្តរជាតិទាំងមូលគេអត់បានទទួលស្គាល់ពីនយោបាយរបស់សាធារណរដ្ឋប្រជាមានិតកម្ពុជាទេដែលគេយល់ឃើញថារបបមួយនេះគឺផ្ដោតទាំងស្រុងឬក៏មានឥទ្ធិពលមកពីប្រទេសវៀតណាមអញ្ចឹងនៅពេលនោះធ្វើឲ្យអង្គការអន្តរជាតិសិទ្ធិមនុស្សដែលយើងហៅថា UN ហ្នឹងគឺ
ទទួលស្គាល់តែនយោបាយខ្មែរក្រហមទេចឹងពេលនោះធ្វើឲ្យរដ្ឋាភិបាលថ្មីនៅទីក្រុងភ្នំពេញហ្នឹងគឺមានភាពឯកោដោយមិនបានទទួលស្គាល់ពីថ្នាក់អន្តរជាតិទេហើយដូចតែយើងបានដឹងហើយតែកាលណាដែលយើងមិនត្រូវបានគេទទួលស្គាល់នៅក្នុងនយោបាយក្នុងស្រុករបស់យើងគឺធ្វើឡើងគឺអត់មានណាគេដឹងឮក៏អត់មានណាគេទទួលស្គាល់ដែរទើបធ្វើឲ្យមានការប្រជុំរកសន្តិភាពនិងប្រជុំរកខុសត្រូវរវាងសម្ដេចនរោត្តមសីហនុដែលគឺជាគណៈបកត្រីភាគីជាមួយនឹងរដ្ឋាភិបាលនៅទីក្រុងភ្នំពេញផ្ទាល់ដែលមានលោកហ៊ុនសែនហេងសំរិនហើយនឹងជាសឹមហើយដូចដែលយើងបានដឹងហើយថាមានតែលោកហ៊ុនសែនតែមួយមុខតែម្នាក់ទេដែលបានរកសន្តិភាពជូនប្រទេសកម្ពុជានាពេលនោះផងដែរដែលគាត់បានបើកការប្រជុំនានាជាមួយនឹងនរោត្តមសីហនុធ្វើជាលើកទី1លើកទី2លើកទី3នៅក្នុងបណ្ដាប្រទេសទាំងអស់រហូតមកដល់រកបានសន្តិភាពនិងបានការទទួលស្គាល់ពីអន្តរជាតិទាំងមូលហើយនៅក្នុងចំណុចនេះផងដែរនាងខ្ញុំចង់និយាយថាពេលនោះនយោបាយនៅក្នុងស្រុករបស់ប្រទេសកម្ពុជាគឺមានការច្របូកច្របល់បន្តិចដោយសារតែកំពុងជាការចាប់ដើមលើកទី1បន្ទាប់ពីសម័យប៉ុលពតមកដែលជាសម័យបល័យពូជសាសន៍របស់ខ្មែរយើងហើយក៏ជាសម័យការដែលឈឺចាប់របស់ប្រជាជនកម្ពុជាទាំងមូលផងដែរប៉ុន្តែនៅនយោបាយប្រជាមានិតចិនក៏ជាប្រជាមានិតកម្ពុជាក៏ខ្លាចទៅជាប្រភពមួយដ៏សំខាន់ដើម្បីកសាងនិងអភិវឌ្ឍមកដល់នយោបាយនាពេលបច្ចុប្បន្ននេះផងដែរអញ្ចឹងដូចដែលយើងបានដឹងហើយថាពេលនោះប្រទេសកម្ពុជាទទួលបាននយោបាយកាន់តែប្រសើរឡើងវិញគឺដោយសារតែនាពេលសម័យនោះផងដែរជំរាបសួរខ្ញុំបាទឈ្មោះរងរបស់វឌ្ឍនៈរៀននៅខេត្តទី12នៃវិទ្យាល័យពេទ្យបុកថ្ងៃនេះខ្ញុំមកនិយាយអំពីរបបកាត់ទីនរដ្ឋជានិលកម្ពុជាដែលនិយាយទាក់ទងទៅនឹងការដឹកនាំនៅក្នុងរបបនេះមានមេដឹកនាំ3រូបសំខាន់ដែលមានដូចជាលោកខេងតំណិនលោកហ៊ុនសែននិងលោកជាសេនៅក្នុងរបបកាត់ទីនរដ្ឋជានិលកម្ពុជាខ្ញុំយក5ចំណុចសំខាន់នៃការដឹកនាំមកនិយាយបានមានដូចជាការបង្កើតរបបកាត់ទីនរដ្ឋជានិលកម្ពុជាត្រូវបានបង្កើតឡើងដោយការផ្លាស់ប្ដូររបបនយោបាយការបោះឆ្នោតសេរីការបោះឆ្នោតឯករាជ្យនិងសេរីទំនួលការប្រតិបត្តិនិយាយបានតែថាប្រជាជនគោលបំណងនៃការទទួលទៅគោរពសិទ្ធិប្រជាជននិងការយោបល់នៃសេដ្ឋកិច្ចការលំបាកនៃការអភិវឌ្ឍគឺមានការលំបាកនៅក្នុងការបង្កើតសេដ្ឋកិច្ចខ្ពស់និងការអភិវឌ្ឍការប្រឈមគឺការប្រឈមមុខនឹងការប្រតិបត្តិនយោបាយនិងការគ្រប់គ្រងប្រជាជនជាបឋមសូមគោរពដល់លោកគ្រូអ្នកគ្រូនិងមិត្តមិត្តទាំងអស់គ្នាជាទីរាប់អានខ្ញុំឈ្មោះគុណចន្ទធឿតំណាងឯក្រុមទី4រៀនថ្នាក់ទី12កនៃវិទ្យាល័យព្រៃដងបោកខ្ញុំមកនិយាយពីសេដ្ឋកិច្ចនៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាចាប់ពីឆ្នាំ1979ដល់ឆ្នាំ1989ហើយក៏មានការបង្កើតសហគមន៍ផលិតកម្មនិងគ្រប់គ្រងវិស័យសេដ្ឋកិច្ចសំខាន់ៗហើយចូលដល់ចំណុចទី2គឺនិយាយពីវិស័យកសិកម្មដោយវិស័យកសិកម្មនៅសម័យនោះគឺជាគ្រឹះសំខាន់បំផុតសម្រាប់សេដ្ឋកិច្ចហើយក៏មានការបង្កើតសហកសិកម្មនិងចែកចាយធនធានសំខាន់ហើយរដ្ឋក៏មានតួនាទីយ៉ាងសំខាន់ក្នុងការលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យមានការដាំស្រូវនិងដំណាំផ្សេងៗដើម្បីដោះស្រាយបញ្ហាអាហារឲ្យចូលដល់ចំណុចទី3គឺនិយាយពីវិស័យឧស្សាហកម្មនិងសេវាកម្មដោយវិស័យឧស្សាហកម្មនៅពេលនោះគឺមានដំណើរការអត់សូវល្អអត់មានការរីកចម្រើនទេប៉ុន្តែយ៉ាងណាក៏ដោយក៏រលតែខិតខំប្រឹងប្រែងធ្វើស្ដាររោងចក្រហើយនឹងសិប្បកម្មតូចៗឡើងវិញហើយចំណែកឯសេវាកម្មវិញសេវាកម្មខាងដឹកជញ្ជូននិងពាណិជ្ជកម្មបានអភិវឌ្ឍអត់ទាន់ល្អនៅយឺតអាឡោយទេហើយឥឡូវចូលដល់ចំណុចទី4គឺនិយាយពីជំនួយពីបរទេសដោយកម្ពុជាយើងនៅសម័យទទួលជំនួយសេដ្ឋកិច្ចពីប្រទេសវៀតណាមសហភាពសូវៀតប្រទេសសង្គមនិយមផ្សេងៗដើម្បីជួយស្ដារប្រទេសនួយទាំងនោះជួយគ្រប់គ្រងដល់សម្ភារៈដូចជាបច្ចេកទេសនិងហិរញ្ញវត្ថុដើម្បីជួយស្ដារប្រទេសឡើងវិញហើយឥឡូវចូលដល់ចំណុចទី5គឺនិយាយពីបញ្ហាប្រឈមដោយប្រទេសកម្ពុជាយើងនៅសម័យនោះទទួលបញ្ហាប្រឈមដូចជាការខ្វះខាតធនធានបច្ចេកវិទ្យាធ្វើឲ្យខុសហេដ្ឋារចនាសម្ព័ន្ធផលិតកម្មមានកម្រិតទាបហើយនឹងធ្វើឲ្យជីវភាពរបស់ប្រជាជនហ្នឹងជួបការលំបាកអត់សូវល្អទេជាដំបូងនេះខ្ញុំសូមគោរពដល់លោកគ្រូអ្នកគ្រូនិងមិត្តមិត្តទាំងអស់គ្នាជាទីរាប់អាននាងខ្ញុំពូទីសែនស្រីនិតនឹងមកបកស្រាយនៅចំណុចដំណើរការស្ដារប្រទេសឡើងវិញមុននឹងចូលទៅដល់ដំណើរការនៃការស្ដារប្រទេសឡើងវិញយើងមកស្គាល់អំពីស្ថានភាពប្រជាជនក្រោយថ្ងៃ7មករាឆ្នាំ1979ជាមុនសិនអញ្ចឹងសំណួរសួរថាតើក្រោយសម័យខ្មែរក្រហមនឹងតើប្រជាជនមានស្ថានភាពដូចម្តេចខ្លះអញ្ចឹងប្រជាជនក្រោយសម័យខ្មែរក្រហមគឺពួកគាត់ចាប់ផ្ដើមត្រឡប់មករស់នៅក្នុងស្រុកកំណើតវិញដោយក្នុងនោះប្រជាជនទាំងអស់សុទ្ធតែបានបាត់បង់សាច់ញាតិឬញាតិសន្តានទាំងអស់អត់មានប្រជាជនណាម្នាក់ដែលថាអត់បានបាត់បង់ញាតិសន្តានទេហើយប្រជាជនខ្លះទៀតគ្រួសារពួកគាត់សឹងតែ
ផុតពូជស្លាប់ផុតពូជទាំងអស់តែម្ដងប្រជាជនចាប់ផ្ដើមអស់សង្ឃឹមចំពោះការរស់នៅក្នុងស្រុកខ្មែរដោយសារតែមានសង្គ្រាមកើតឡើងច្រើនពេកដូចជាឆ្នាំ70ឆ្នាំ75ហើយឆ្នាំ79សិតតែមានសង្គ្រាមអញ្ចឹងពួកគាត់ចាប់ផ្ដើមផ្លាស់ប្ដូរទីលំនៅពីប្រទេសកម្ពុជាដែលគាត់បានទៅផ្លាស់ប្ដូរទីលំនៅទៅប្រទេសក្រៅជាដោយជាប្រទេសទី3ដោយប្រទេសក្នុងគោលបំណងរបស់ពួកគាត់មានដូចជាប្រទេសសហរដ្ឋអាមេរិកឬក៏ញូហ្សេឡង់ដែលតែអ្នកខ្លះវិញគាត់បានទៅរស់នៅតាមជំរំប្រជាជនខ្លះវិញទៀតពួកគាត់ចាប់ផ្ដើមស្វែងរកសាច់ញាតិដោយប្រជាជនខ្មែរយើងសឹងតែ80%ពួកគាត់បានទៅស្វែងរកសាច់ញាតិហើយអត់បានប្រកបអាជីវកម្មឬក៏ធ្វើកសិកម្មធ្វើស្រែចម្ការអីដើម្បីចិញ្ចឹមជីវិតទេអញ្ចឹងវាធ្វើឲ្យសង្គមសេដ្ឋកិច្ចនៅក្នុងសម័យនោះគឺមានការខ្វះខាតជាទម្ងន់ដោយភាគច្រើនប្រជាជនពេលដែលនៅរស់ក្រោយពីសម័យខ្មែរក្រហមនោះសុទ្ធតែជាក្មេងកំព្រាស្ត្រីមេម៉ាយឬក៏ជាចាស់ទុនខ្សោយជាដើមនៅក្នុងសម័យនឹងដែរគឺមានភាគីពីរដែលប្រឆាំងគ្នាភាគីទាំងពីរហ្នឹងមានដូចជារបបសាធារណរដ្ឋប្រជាមានិតកម្ពុជានឹងផ្ទាល់ជាមួយនឹងរដ្ឋាភិបាលតំពាន់ត្រីភាគីយើងមកដឹងអំពីប្រទេសដែលគ្រប់គ្រងភាគីទាំងពីរហ្នឹងដូចតទៅដែរប្រទេសកុម្មុយនីសប្រទេសវៀតណាមនិងសហភាពសូវៀតគ្រប់គ្រងទៅលើរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាហើយចំពោះរដ្ឋាភិបាលសម្ព័ន្ធត្រីភាគីវិញគ្រប់គ្រងទៅដោយប្រទេសប្រជាមានិតចិនជាមួយនឹងប្រទេសសហរដ្ឋអាមេរិកហើយនិងប្រទេសក្នុងប្លុកមូលធននិយមហើយសំណួរសួរថាតើអង្គការសហប្រជាជាតិក៏ដូចជាសហគមន៍អន្តរជាតិនឹងគ្រប់គ្រងទៅលើភាគីមួយណានៅក្នុងចំណោមភាគីទាំងពីរហ្នឹងអញ្ចឹងពួកគាត់គឺគ្រប់គ្រងទៅលើរដ្ឋាភិបាលសម្ព័ន្ធត្រីភាគីមូលហេតុដោយសារតែគេឃើញមានប្រទេសវៀតណាមដែលប្រទេសវៀតណាមជាប្រទេសដែលឈ្លានពានអញ្ចឹងយើងបន្តចូលទៅដល់ចំណុចនៃការស្ដារប្រទេសដូចតទៅចឹងចូលមកដល់ចំណុចការស្ដារប្រទេសឡើងវិញចឹងការស្ដារប្រទេសឡើងវិញនេះដែរចែកចេញជាពីរចំណុចធំគឺការស្ថាបនាសង្គមនិងការស្ថាបនាសេដ្ឋកិច្ចចំពោះការស្ថាបនាសេដ្ឋកិច្ចនឹងដែររដ្ឋាភិបាលយើងនឹងបានអំពាវនាវទៅអន្តរជាតិដើម្បីស្នើសុំនៅជំនួយដូចជាស្បៀងសម្លៀកបំពាក់និងសម្ភារៈស្រតាប្រាក់ផ្សេងៗហើយគាត់ក៏បានបង្កើតនៅក្រុមសាមគ្គីបង្កកំណើនផលចាប់ពីឆ្នាំ1943ដល់ឆ្នាំ1996ដោយយកមកស្គាល់អំពីពាក្យថាក្រុមសាមគ្គីបង្កកំណើនផលក្រុមសាមគ្គីបង្កកំណើនផលគឺជាក្រុមមនុស្សដែលតស៊ូធ្វើយ៉ាងណាដើម្បីឲ្យមានផលប្រសើរឡើងទៅខាងមុខទៀតហើយប្រទេសយើងក៏បានប្រែក្លាយខ្លួនចាប់ដើមខ្លាយទៅជាកម្មសិទ្ធិឯកជននិងខ្លាយទៅជាប្រទេសដែលមានម្ចាស់ការទាំងស្រុងចូលមកដល់ចំណុចបន្តទៀតគឺការស្ថាបនាសង្គមដែលការស្ថាបនាសង្គមនេះដែរចែកចេញជា4ចំណុចទៅលើវិស័យដូចជាវិស័យវប្បធម៌វិស័យអប់រំវិស័យសុខាភិបាលនិងវិស័យសង្គមគិច្ចដែលវិស័យអប់រំនឹងដែររដ្ឋាភិបាលបានអំពាវនាវឲ្យឪពុកម្ដាយគ្រប់រូបបញ្ជូនកូនកលបុត្រកលធីតាទៅសិក្សានៅកាន់សាលារៀនហើយគាត់ក៏បានសាងសង់ជាសាលារៀនជាច្រើនដើម្បីឲ្យមានសិស្សានុសិស្សចាប់ផ្ដើមចូលទៅសិក្សាដោយសារតែក្នុងសម័យហ្នឹងប្រជាជនយើងគឺខ្វះធនធានមនុស្សខ្លាំងមែនទែនហើយចំពោះវិស័យសុខាភិបាលវិញរដ្ឋាភិបាលយើងក៏បង្កើតឲ្យមាននៅការព្យាបាលជំងឺហើយបង្កើននៅចំនួននិស្សិតពេទ្យហើយបញ្ជូនសិស្សនិស្សិតផ្សេងៗទៅសិក្សានៅក្រៅប្រទេសចូលទៅដល់វិស័យសង្គមគិច្ចរដ្ឋាភិបាលយើងក៏បានបង្កើតនៅមជ្ឈមណ្ឌលសម្រាប់ក្មេងកំព្រាស្ត្រីមេម៉ាយនិងជនពិការផ្សេងៗដើម្បីឲ្យពួកគាត់បានសិក្សាចំណេះជំនាញហើយអាចរស់នៅដោយខ្លួនឯងបានចំពោះវិស័យវប្បធម៌វិញរដ្ឋាភិបាលយើងក៏បានលើកស្ទួយនៅលើវិស័យសាសនាសិល្បៈអក្សរសាស្ត្រអក្សរសិល្ប៍ផងដែរជំរាបសួរនាងខ្ញុំឈ្មោះឈិនសេងហងមកពីថ្នាក់ទី12ក៏មកនិយាយអំពីការដួលរលំនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាកត្តាដែលធ្វើឲ្យរបបនេះដួលរលំទី1កត្តាសង្គ្រាមនិងនយោបាយបន្ទាប់ពីឆ្នាំ1979មករបបនេះប្រឈមទៅនឹងការប្រឆាំងពីពួកខ្មែរក្រហមនិងនយោបាយផ្សេងៗទៀតកត្តាទី2កម្ពុជាមិនមានបន្តមានសង្គ្រាមនិងមិនមានស្ថិរភាពការដកកងទ័ពវៀតណាមនៅឆ្នាំ1989ធ្វើឲ្យមានកំណែទម្រង់នយោបាយថ្មីផ្សេងមួយទៀតហើយកិច្ចព្រមព្រៀងសន្តិភាពប៉ារីសនៅឆ្នាំ1991ធ្វើឡើងដើម្បីបញ្ចប់សង្គ្រាមកត្តាទី3ដែលធ្វើឲ្យរបបនេះដួលរលំគឺការបោះឆ្នោតគ្រប់គ្រងឡើងដោយអង្គការសហប្រជាជាតិនៅឆ្នាំ1993ដើម្បីស្ដារកម្ពុជាឡើងវិញកត្តាទាំងអស់នេះហើយដែលធ្វើឲ្យរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាដួលរលំ